សួស្តីអ្នកគ្នាហ្នឹងហើយនៅវីដេអូនេះគឺខ្ញុំចង់ធ្វើការចែកម្លែកនៅចំណេះដឹងខ្លះដើម្បីបងប្អូនទាំងគ្នាហ្នឹងហើយអូខេដោយសារអីនៅក្នុងវីដេអូនេះគឺខ្ញុំចង់ចែកម្លែកទាក់ទងជាមួយនឹងការបង្កើត PayPal ក៏ដូចជាការយក PayPal ដែលបងប្អូនទាំងគ្នាធ្លាប់បង្កើតពីមុនមកណាអញ្ចឹងបងប្អូនទាំងគ្នាអាចធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំបានដើម្បីយក PayPal របស់បងប្អូនទាំងគ្នាមកប្រាស់វិញបានយ៉ាអូខេហើយចំណេះដឹងមួយនេះគឺខ្ញុំចង់ផ្ដោតសំខាន់ទៅឲ្យបងប្អូនទាំងគ្នាអាចប្រើប្រាស់ទៅលើ PayPal បានហ្នឹងហើយដោយសារមានបងប្អូនយើងមួយចំនួនគាត់បង្កើត PayPal ហើយក៏បែរជាយកទៅទុកចោលចឹងណាហ្នឹងហើយអារឿងទាំងអស់ហ្នឹងហើយធ្វើឲ្យបងប្អូនទាំងគ្នាអាចបង្កើត PayPal ថ្មីបានយ៉ាអញ្ចឹងបងប្អូនទាំងគ្នាត្រូវដឹងថាបងប្អូនទាំងគ្នាធ្លាប់បង្កើត PayPal ហ្នឹងចំនួនប្រមាណដងបានធ្វើឲ្យបងប្អូនទាំងគ្នាមិនអាចបង្កើត PayPal ទៀតបានណាបងប្អូនហ្នឹងហើយចឹងបងប្អូនទាំងគ្នាត្រូវសិក្សាចំណុចហ្នឹងសិនដើម្បីឈានទៅដល់ការបង្កើត PayPal យកមកប្រើប្រាស់បងប្អូនតោះឥឡូវនេះបងប្អូនហ្នឹងហើយខ្ញុំនឹងធ្វើការបង្ហាញតទៅជាមួយនឹងការបង្កើតទៅលើ PayPal តែម្ដងអញ្ចឹង PayPal ដែលយើងអាច support ជាមួយនឹងស្រុកខ្មែរបានមានតែឥណ្ឌូនេស៊ីល្អយ៉ាអូខេអញ្ចឹងបងប្អូនទាំងគ្នាគាត់វាយ PayPal ហើយបងប្អូនទាំងគ្នាយក sign up មកយ៉ាអូខេអញ្ចឹង complete មួយទៀតណាឥណ្ឌូនេស៊ីយ៉ាអូខេពាក្យខាងមុខនេះគឺយើងដាក់ថាឥណ្ឌូនេស៊ីអញ្ចឹងមកនេះយកហ្នឹងមកបងប្អូនអូខេប៉ាន់ហ្នឹងមករួចហើយបងប្អូនទាំងគ្នាចុចមកលើនេះយ៉ាខ្ញុំសូមបង្កើតលឿនដើម្បីចែកម្លែកអ្នកគ្នាអញ្ចឹង business អញ្ចឹងខ្ញុំនឹងបញ្ចូលតាក់ទងជាមួយនឹងការធ្វើ business នេះវិញអញ្ចឹងមានបងប្អូនយើងមួយចំនួនគាត់ថាជាបង្កើត business អញ្ចឹងដកលុយមិនបានហ្នឹងយ៉ាបានអត់អីទេ business ហ្នឹងហើយសម្រាប់ធ្វើការដកលុយហ្នឹងហើយបើសិនយើងយក personal តើតែយើងខ្លាយទៅជានិយាយទៅមានអត្តសញ្ញាណបាននៅឥណ្ឌូនេស៊ីអីចឹងណាបងប្អូនយ៉ាអូខេឥឡូវខ្ញុំធ្វើការដកតែម្ដងខ្ញុំនឹងធ្វើការបង្កើតជូនបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងអាចធ្វើបានហើយឥឡូវខ្ញុំឧទាហរណ៍ថាខ្ញុំដាក់ Gmail ចូលជាអានេះ Gmail របស់ខ្ញុំណានេះខ្ញុំដាក់ចូលអញ្ចឹងអានេះបើសិនជា Gmail ហ្នឹងវាមានអញ្ចឹងយ៉ាអូខេអានេះខ្ញុំប្រាប់បងប្អូនណាបើសិនយើង Gmail អញ្ចឹងចេញមកអញ្ចឹងបងប្អូនទាំងគ្នាចុច login យ៉ាអូខេអញ្ចឹងចុច login ពួកអី Gmail យើងធ្លាប់បង្កើតហើយពេលដែលចុច login អញ្ចឹងអូខេវានឹងចេញអញ្ចឹងហើយអញ្ចឹងបងប្អូនទាំងគ្នាវាយ Gmail មិញចូលចេញខ្ញុំវាយ Gmail មិញចូលរួចហើយបងប្អូនទាំងគ្នាចុចមកលើកន្លែងហ្នឹងមកអូខេអានេះខ្ញុំគ្រាន់តែជាការប្រាប់បងប្អូនទាំងអស់គ្នាណាហើយបើសិនជាវាចេញជាភាសាឥណ្ឌូនេស៊ីអញ្ចឹងអ្នកគ្នាចុចទៅលើត្រី3របស់ជ្រុំរបស់យើងហើយបងប្អូនទាំងអស់គ្នាទៅរកពាក្យថាបកប្រែយ៉ាអូខេប៉ណ្ណឹងពីឥណ្ឌូនេស៊ីទៅជាអង់គ្លេសវិញអញ្ចឹងគេប្រាប់ឲ្យដាក់ password អញ្ចឹងអ្នកគ្នាត្រូវទៅចាំបើសិនអ្នកគ្នាភ្លេច password អ្នកគ្នាអាចចុចនេះចុចហ្នឹងមកយ៉ាអូខេភ្លេចអានេះភ្លេចក្នុងលក្ខណៈថាបងប្អូនទាំងអស់គ្នាភ្លេច password អានេះបើសិនជាអ្នកគ្នាធ្លាប់បង្កើតហើយអញ្ចឹងមកដល់ថងចំណុចនេះយើងមើលនេះយើងអាចយកជាមួយនឹង SMS នេះបានឬក៏យើងយកឲ្យផ្ញើតាម Gmail នេះក៏បានដែរហើយដោយសារយើងមាន Gmail អញ្ចឹងយើងឲ្យវាផ្ញើតាម Gmail មកចាអូខេអញ្ចឹងចាំមើលរងចាំមើលឥឡូវយើងគ្រាន់ធ្វើការចូលទៅកាន់ Gmail យើងអូខេឥឡូវនេះ Gmail ធ្លាក់មកហើយអញ្ចឹងបងប្អូនទាំងគ្នាឃើញ Gmail របស់ខ្ញុំខ្ញុំចុចទៅលើ Gmail នឹងតែម្ដងដើម្បីទៅមើលកូដរបស់យើងអូសមក scroll ឡើងលើ386494 386494នឹងដាក់មក386494អូខេយើងចុចអាពណ៌បៃតងខាងក្រោមអញ្ចឹងវាចេញមកដល់កន្លែងនេះគេឲ្យយើងនិយាយទៅ verify ជាមួយនឹងអត្តសញ្ញាណប័ណ្ណប៉ុន្តែដោយសារអីខ្ញុំអត់ចង់ verify មួយអត្តសញ្ញាណប័ណ្ណខ្ញុំអាចដាក់កន្លែងនេះបានដោយសារអីនៅពេលបងប្អូនទាំងអស់គ្នាដាក់ផ្ញើជាមួយនឹងសារកូដហ្នឹងបងប្អូនទាំងអស់គ្នាអាចចូលទៅក្នុង PayPal បានហើយឥឡូវខ្ញុំនឹងចូលទៅក្នុង PayPal តែម្ដងឥឡូវនេះគឺខ្ញុំបានចូលមកក្នុង PayPal ទេបងប្អូនអូខេអញ្ចឹងវាខ្ញុំគិតថាវាដូចជាមិនមានអីបាក់ទេបងប្អូនគឺវាស្រួលខ្លាំងមែនតើហើយនិយាយរួមទៅវាអត់មានអីបាក់ទេទៅលើការដែលបងប្អូនទាំងអស់គ្នាបង្កើត PayPal ហើយលក្ខណៈថាបងប្អូនទាំងអស់គ្នាអត់ចូលលក្ខណៈថាចេះចូលមកវិញណាអញ្ចឹងអ្នកគ្នាអាចធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំនេះបានបើសិនជាបងប្អូនទាំងអស់គ្នានៅពេលដែលបងប្អូនទាំងអស់គ្នាបង្កើតហើយដាក់ Gmail ទៅវាលោតចេញក្រហមដូចខ្ញុំបង្ហាញមិញហ្នឹងបងប្អូនទាំងអស់គ្នាអាចធ្វើតាមវិធីសាស្ត្ររបស់ខ្ញុំនេះបានដើម្បីចូលបានអូខេអញ្ចឹងស្រួលបងប្អូនអត់មានអីបាក់ទេហ្នឹងហើយអូខេហើយនេះគឺជានិយាយទៅ
PayPal របស់ខ្ញុំហើយខ្ញុំបង្ហាញដើម្បីឲ្យបងប្អូនទាំងគ្នាបានទស្សនាផងដែរហើយក៏អរគុណសម្រាប់ការតាមដានទស្សនានៅវីដេអូមួយនេះបងប្អូន